Diệt à với sao chơi á đặt tắt cùng pít một thùng bát សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលប្លុកមួយពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរទៅស្រុកកំណើតក្រោយពីពួកយើងបានជប់សម្រាប់នៅកន្លែងធ្វើការចុងសប្តាហ៍អញ្ចឹងពេលដែលខ្ញុំទៅដល់ផ្ទះគឺទៅដល់គឺភ្លៀងតែម្ដងអញ្ចឹងក្រោយពីការនឿយហត់អស់កម្លាំងខ្ញុំក៏មានអារម្មណ៍ថាឃ្លានបាយប៉ុន្តែបាយស្លធម្មតាខ្ញុំអត់ហូបទេឆ្អិនស្រាប់គឺចង់តែទៅលំបាកនឹងឯងអញ្ចឹងក្រោយពីភ្លៀងធំមមេខ្ញុំក៏បានចាប់ផ្ដើមបបួលបងប្អូនទៅស្រែដើម្បីរកក្តាមប៉ុន្តែបងប្អូនគាត់ថាបើចង់ហូបចាំល្ងាចពួកគាត់នឹងទៅដោះក្តាមពីដៃអញ្ចឹងអ្នកនរគ្នាប្រហែលជាស្គាល់ដៃហីអន្ទាក់ដែលដាក់ក្តាមហ្នឹងចង់ថាគាត់ដាក់រាល់ថ្ងៃនឹងក្តាមរាប់គីឡូចាំល្ងាចទៅចាំគាត់ទៅលើកតែខ្ញុំចាំមិនបានទេត្រូវតែហៅគាត់ទៅដើម្បីឲ្យទៅរកក្រោយមេឃភ្លៀងហ្នឹងតែម្ដងអញ្ចឹងពេលដែលយើងទៅដល់ស្រែយើងគិតថាក្តាមច្រើនណាប្រកាសជារកបានព្រោះអីកន្លែងដែលយើងដាក់ដៃដាក់លបក្តាមហ្នឹងគឺវានៅឆ្ងាយពីផ្ទះយើងសុខចិត្តរកចិត្តផ្ទះដើម្បីកុំឲ្យហត់ប៉ុន្តែក្រោយពីចេញទៅរកផ្ទាល់វាមិនដូចការគិតក្តាមអត់សូវមានដោយសារតែភ្លៀងខ្លាំងអញ្ចឹងធ្វើឲ្យក្តាមហ្នឹងវាចេញក្រៅចឹងវាជួយចេញក្រៅរននៅកន្លែងនេះគឺយើងបានក្តាមមួយហើយយើងនឹងធ្វើដំណើរតទៅមុខទៀតថាតើយើងបានក្តាមដែរអត់អញ្ចឹងក្រោយពីលោកនៅរននេះមួយបងអូនគាត់ថាមានមួយទៀតប៉ុន្តែមិនដឹងថាញីឬក៏ឈ្មោលអញ្ចឹងលោកមកមុនឈ្មោលខ្ញុំគាត់ថាប្រកាសជាក្រោយនេះញីប៉ុន្តែជាក់ស្ដែងលោកមកញីឈ្មោលទៀតតែវាតុនអញ្ចឹងយើងអត់ចង់យកមកទេព្រោះធ្វើអីក៏មិនកើតអញ្ចឹងមកដល់កន្លែងនេះយើងមានរនមួយទៀតដើម្បីឲ្យបងប្អូនលោកប៉ុន្តែអត់មានដដែលអញ្ចឹងយើងក៏ធ្វើដំណើរបន្តទៅមុខទៀតប៉ុន្តែបងប្អូននៅកន្លែងនេះគឺចិត្តដល់កន្លែងដៃហើយដៃរបស់យើងដាក់គឺនៅកន្លែងដាំថ្នោតនៅដាំថ្នោតមួយដែលខ្ញុំមើលឃើញហ្នឹងអញ្ចឹងឥឡូវហ្នឹងក្រោយពីរោបានអស់មកសន្ទុះមានន័យថាយើងរកលេងបានហើយអញ្ចឹងដល់យើងទៅលើកដៃក្តាមលោកក្តាមរបស់យើងហ្នឹងអញ្ចឹងពេលដែលទៅដល់បងប្អូនក៏ថាមានតាបងមានប្រហែលជាមកសម្លដែរបងឯងចង់បានក្តាមបានខ្ញុំក៏ថាក្តាមចង់បានលេងច្រើនបន្តិចមកព្រោះអីចង់ធ្វើហូបវាឲ្យច្រើនតែម្ដងព្រោះឃ្លានដែរអញ្ចឹងណាអញ្ចឹងបងក៏ថាត្រូវអីចឹងតែមកដល់នេះបងប្អូនហើយមិនមែនមានតែក្តាមទេមានទាំងពស់ទៀតមានទាំងត្រីមានទាំងពស់មានទាំងក្តាមអញ្ចឹងមានន័យថាលោកក្តាមនេះដាក់ទៅគឺមិនជាប់តែក្តាមទេជាប់ត្រីជាប់ពស់មានន័យថាសត្វនៅក្នុងទឹកជាប់ស្ទឹងទាំងអស់នៅកន្លែងនេះបងអូនគាត់មានបច្ចេកទេសរបស់គាត់ព្រោះគាត់ធ្លាប់ដាក់អញ្ចឹងណាអញ្ចឹងគាត់លេងពស់នឹងចោលគាត់ថាកុំយកអីលេងវាទៅហើយខ្ញុំក៏មិនដឹងថាយកពស់នឹងធ្វើអីដែរអញ្ចឹងនៅកន្លែងនេះគឺពួកយើងបន្តមកដោះដៃមានន័យថាដោះក្តាមតាមដៃតែដៃបងខ្ញុំដាក់ច្រើនណាស់បងប្អូនគាត់មានដាក់តែមួយទេគាត់ដាក់3 4 5 6ដៃដោះអញ្ចឹងយើងទៅដោះនេះជាក់ស្ដែងយើងទៅដោះតែមួយដៃពីរដៃទេអញ្ចឹងអានេះដៃលើកដំបូងបងប្អូនមើលស្លោបានដែរប៉ុណ្ណឹងបើចំពោះខ្ញុំវិញស្លោបាន2ស្លោប៉ុណ្ណឹងអញ្ចឹងពេលដែលទៅដល់ដោះមួយដៃហើយបងប្អូនគាត់ថាយើងសាកទៅមើលដៃទី2មើលតើមិនដែរយើងបានក្តាមអត់ព្រោះអីយើងដាក់កន្លែងផ្សេងគ្នាមិនមែនដាក់ចិត្តគ្នាហើយក៏មិនមែនស្រែតែមួយដែរអញ្ចឹងណាអញ្ចឹងការដាក់ដៃហ្នឹងយើងដាក់ចិត្តគ្នាពេកក៏វាមិនចូលដែរព្រោះក្តាមហ្នឹងវាត្រូវការវាស្រែមួយវាមិនអាចមានក្តាមដល់រាប់រយរាប់ពាន់ក្បាលទេអញ្ចឹងណាអញ្ចឹងក្រោយពីមើលលបទី1យើងឃើញថាក្តាមយើងចូលបានប៉ុណ្ណឹងតែអ្នកនរគ្នាឆ្ងល់ពួកខ្ញុំទៅទាំងអស់មានគ្នា3នាក់កុំច្រឡំថាគាត់តែ2នាក់3នាក់ខ្ញុំមួយដែរអញ្ចឹងមានប្អូនតូចប្អូនធំហើយនិងខ្ញុំតែប្អូនតូចនេះចង់ខ្លាំងជាប្អូនធំទៀតឲ្យតែខ្ញុំទៅស្រុកពេលណាគឺដឹងតែហៅហើយចែថតវីដេអូគាត់ជួយចិត្តថតហើយក៏ជួយចិត្តលេងភក់ផងដែរអញ្ចឹងតួឯករបស់យើងទាំង2នាក់នេះគេចាប់ផ្ដើមដើរទៅមើលលបទី2អញ្ចឹងទៅដល់កន្លែងនេះគឺជាលបទី2អញ្ចឹងលបទី2ក៏មិនចាញ់លបទី1ដែរមានត្រីហើយនឹងមានក្តាមដូចគ្នាអញ្ចឹងគាត់ថាតែពីលបនេះចាយស្លោមិនអស់ផងដូចគាត់ថាមែនហ្នឹងពីលបនេះគឺស្លោមិនអស់ទេប៉ុន្តែមិនបាច់មើលតួឯកតូចទេណាតួឯកតូចនេះគឺសើមអស់ហើយដោយសារតែល្មមបានទេម៉ែមកស្រែម្ដងវាយទេអញ្ចឹង
គាត់យកពេលវេលាហ្នឹងពេលវេលាគឺជំរាបប្រាក់ហើយមកដល់ទីនេះមិនមែនពុះទេនៅក្នុងហ្នឹងលោតហ្នឹងគឺជាអន្ទង់ចឹងមកខ្ញុំថាដាក់លោក្តាមប៉ុន្តែសัตว์នៅក្នុងទឹកចូលស្ទើរទាំងអស់ចឹងត្រឡប់មកគឺយើងត្រឡប់មកផ្ទះវិញដោយសារទឹកក្តាមយើងក៏ច្រើនខ្លាំងណាស់ដែរយកមកទៀតក៏មិនដឹងថាយកមកធ្វើអីចឹងយើងយកមកចាក់ដាក់ទៅឃើញថាច្រើនមិនក្រោមពី50-60ទៅ100ក្បាលទេក្តាមនេះនោះចឹងវាមានមេមានឈ្មោលមានខ្យងមានត្រីហើយក្តាមយើងថត់ខ្លាំងព្រោះខែនេះវាមានស្រូវដើម្បីឲ្យវាស៊ីចឹងវាគិតថាដូចជាមិនងាយមានក្តាមស្គមទេពេលដែលយើងបកទៅគឺថាអូយខ្លាញ់ច្រើនមែនទែនបើស្លគូក្តាមទៀតមិនដឹងថាខ្លាញ់ថ្នាក់ណាឆ្ងាញ់ថ្នាក់ណាចឹងមកដល់ទីនេះយើងចាប់ដើមរើសទូឯកក្តាមដើម្បីយកទៅធ្វើម្ហូបអញ្ចឹងទូឯកក្តាមមានថាជាជំរើសហើយក្តាមណាដែលមើលទៅទំនងហើយធាត់យើងយកមកតែម្ដងអញ្ចឹងក្រោយពីការរើសគឺយើងរើសបានប្រហែលជា20ក្បាលដើម្បីយកវាហ្នឹងយកមកលាងទឹកសម្អាតយកទៅធ្វើម្ហូបតែម្ដងអញ្ចឹងដោយពីខាងដើមការធ្វើម្ហូបនេះគឺខ្ញុំជ្រើសយកមុខម្ហូបឆាក្តាមមានន័យឆាម្ទេសឆាម្រេចមិនឆាម្ទេសឯងគឺឆាដាក់ម្រេចអញ្ចឹងឆាប្រៃផ្អែមហ្នឹងដាក់ម្រេចទៅមានអីជាតិដែរតាជាក្រោយពីការចាប់ហើយយើងត្រូវតែសម្អាតក្តាមដើម្បីក្តាមខែនេះវាមានចៃដែរអញ្ចឹងយើងដាក់អំបិលដើម្បីឲ្យទឹកវាប្រៃទៅឲ្យចៃរបស់ក្តាមហ្នឹងវាខ្លាចវាធ្លាក់ពីលើខ្លួនអញ្ចឹងយើងធ្វើអញ្ចឹងយើងវាស្រួលយើងញ៉ាំក៏អត់មានបញ្ហាដែរអញ្ចឹងមកដល់ទីនេះគឺខ្ញុំអត់ចង់បានលាងដាក់ចានកធុនអីទេខ្ជិលគឺស្លឹកចេកចិត្តហ្នឹងយកក៏បិទទៅកាត់ស្លឹកចេកតែម្ដងដើម្បីធ្វើការបកក្តាមអញ្ចឹងកន្លែងនេះខ្ញុំអត់បង្ហាញវីដេអូពាក់ព័ន្ធជាមួយការបកទេគឺបកយកតែម្ដងអញ្ចឹងក្រោយពីបកហើយគឺខ្ញុំមកដំខ្ទឹមដើម្បីដាក់ឆាអញ្ចឹងកន្លែងនេះខ្ញុំបានលាងខ្ទះរួចរាល់អស់ហើយរងចាំទៅចាក់ខ្លាញ់និងដាក់ខ្ទឹមដែលយើងបានដំអញ្ចឹងក្រោយពីចាក់ខ្លាញ់ក្តៅហើយយើងដាក់ខ្ទឹមប៉ុន្តែនៅកន្លែងនេះមានអារម្មណ៍ថាមិនដឹងមូលហេតុអីហើយរហូតយកគ្រឿងច្រឡំបើស្ករប៊ីចេងធ្វើឲ្យវារៀងដូចខ្លោចនៅកន្លែងចាក់ក៏ខ្ញុំអត់ចង់បង្ហាញដែរអញ្ចឹងមកដល់កន្លែងនេះគឺយើងចាក់ក្តាមហើយយើងដាក់គ្រឿងអំបិលស្ករប៊ីចេងទៅម្ហូបខ្មែរយើងមានអីខាពីប៉ុណ្ណឹងទេហើយនឹងដាក់ម្រេចតួឯករបស់យើងគឺម្រេចព្រោះយើងចង់ហូបឆាប្រៃផ្អែមម្រេចអញ្ចឹងនៅកន្លែងនេះអ៊ំខ្ញុំគាត់ថាអូយជាតិដែរអញ្ចឹងអ៊ំខ្ញុំក៏គាត់ចង់ហូបដែរប៉ុន្តែគាត់អត់មានក្តាមធ្វើអញ្ចឹងណាអញ្ចឹងមកចង់បញ្ចប់វីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងសរុបទៅគឺយើងចង់ relax ខួរក្បាលគឺយើងបានមកស្រុកកំណើតដើម្បីមកធ្វើរឿងរ៉ាវពីការនៅក្មេងៗអញ្ចឹងយើងមានអារម្មណ៍ថាយើងមកសាកថ្មជីវិតបន្តទៀតអាទិត្យក្រោយពេលដែលយើងទំនេរយើងត្រឡប់ទៅផ្ទះដើម្បីសម្រាកខួរក្បាលហើយក៏ធ្វើវីដេអូបន្តទៀតហើយក៏សូមអរគុណដល់អ្នកទស្សនាវីដេអូទាំងអស់ពីដើមរហូតដល់ចប់អរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយ